សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី2របស់យើងដែលយើងនឹងរៀនទៅលើ formatting text និង schematic layout text អូខេអញ្ចឹងខ្ញុំអត់វែងឆ្ងាយទេយើងនឹងចូលទៅកាន់ formatting text ទាំងអស់គ្នាអូខេ formatting text យើងប្រើដើម្បីអីយើងដឹងពីគោលបំណងសិនអញ្ចឹង formatting text គឺគោលបំណងនោះគឺប្រើ style ទៅលើអក្សរយើងចង់បានអក្សរហ្នឹងផ្លាស់ប្ដូររូបរាងហើយយើងប្រើវាសម្រាប់យើង mark កន្លែងណា note កន្លែងណាថាវាជាអ្វីមួយដែលយើងចង់ឲ្យ user ក្រកលេខភ្នែកទៅមើលឃើញអូខេអញ្ចឹងខ្ញុំធ្វើការ run live server មួយជាមួយនឹង formatting text អូខេខ្ញុំដាក់វាទៅគៀនមួយអូខេsorry មួយអញ្ចឹងយើងចូលមកក្នុងតវិយើងហើយ zoom តិចអូខេតែទៅនឹង formatting text មិញដូចខ្ញុំនិយាយអញ្ចឹងគឺយើងចង់ highlight ចង់ format text format អក្សរឲ្យទៅជាអីមួយនៅក្នុងនេះគឺយើងមកស្គាល់មានយ៉ាង text អក្សរ B strong I em u mark small អញ្ចឹងវាអត់មានអីពិបាកយល់ទេអូខេនេះវាជា example ឥឡូវយើងមកសរសេរទាំងអស់ហ្នឹងថាតើវាមានរូបរាងបែបម៉េចអញ្ចឹងខ្ញុំ comment នៅនេះមួយអូខេអញ្ចឹងយើងសាកសរសេរ paragraph មួយអញ្ចឹងយើងដឹងអីណា paragraph យើងចង់បានអីថាម៉េចអូខេឥឡូវសម្រាប់ paragraph ហើយខ្ញុំយកអានេះមកខ្ញុំយកមកដាក់នៅក្នុង paragraph អញ្ចឹងយើងឃើញអក្សរនៅក្នុងហ្នឹងឯងControl A មួយហើយយក format document មួយឲ្យវាកូដយើងវាមើលទៅវាស្អាតអូខេអញ្ចឹងឥឡូវនេះខ្ញុំប្រើ text br យើងដឹងហើយ text br ចាំបន្ទាត់អូខេខ្ញុំដាក់ text br មួយទៀតហើយនេះ br មួយទៀតហើយយើងស្រួលមើលអូខេឥឡូវយើងបានអក្សរអញ្ចឹងថាតើយើងប្រើ text នឹងមិនយើងប្រើតែអីអូខេឥឡូវឧទាហរណ៍ថាអ្នកនរគ្នាចង់ឲ្យពាក្យ used to នេះវាដិតជាមុនអញ្ចឹងទាំងអស់គ្នាប្រើ text strong មកបើក្បាច់ used to ខ្ញុំតែបានជប់ខ្ញុំខាត់វាទៅគេមើលអូខេដល់នេះខ្ញុំប្រើ text strong យើងដាក់ចូលនេះមើលឃើញ strong យើងវាដិតអត់នេះ strong ហ្នឹងយើងសម័យបើវាជាភាសាអង់គ្លេសយើងគិតថា strong ខ្លាំងអញ្ចឹងបើថាអានឹងដុតអូខេចុះ strong យើងសូមមើលទៀត take b វិញមើល big b ឃើញមានអីបដូរអត់មានបដូរទេគឺ take b និង strong គឺដូចគ្នាអក្សរទៅជាដិតអក្សរវាដិតអញ្ចឹង b និង strong យើងប្រើមួយណាក៏បានដែរអូខេឥឡូវយើងដាក់ take ដូរ take យើងដូរ take ទៅ take I ឃើញអីអត់វាផ្លាស់ប្ដូរលើមែនទេគឺអក្សរយើងវារៀង straight បន្តិចហើយsize វាហ្នឹងរៀង small ជាងមុនវាអត់តូចទេប៉ុន្តែយើងកលេចមកមើលនេះយើងកលេចមកមើលអាហ្នឹងណាឃើញវាខុសពីអក្សរធម្មតាមិនវារៀង straight ខ្ញុំ zoom តិចអូខេវារៀង straight ឥឡូវយើងដូរ take មួយទៀត take em ឃើញឯង fly អត់ឥឡូវខ្ញុំដាក់ឯមកទៀតអីយ៉ា take I អូខេ take em អូខេខុសគ្នាអត់វាអត់ខុសគ្នាទេដោយសារតែ take ពីរហ្នឹងគឺប្រើដូចគ្នាយើងចង់ប្រើ I ក៏បានប្រើ em ក៏បានអូខេឥឡូវយើងមកដល់ take u ឃើញមានឆ្នោត line នៅខាងក្រោមហ្នឹងអត់នេះឆ្នោត line អញ្ចឹង take u ហ្នឹងគឺបើយើងដាក់ take ហ្នឹងទៅអក្សរយើងគឺមាន line នៅខាងក្រោមហ្មងអូខេហើយ take មួយទៀត take mark គឺមានអាយ៉ាត់គឺវាដូចយើងយកភៅយើងមកហើយយើងមាន foot highlight យើងមួយយើងគូសពីលើយើង highlight គេហៅថា mark យើងដឹងឯងភាសាអង់គ្លេស mark អញ្ចឹង mark ពីលើវាមកអញ្ចឹងវាទៅជាដិតអញ្ចឹងយើងចង់ mark នៅកន្លែងណាឧទាហរណ៍ mark នៅកន្លែងនេះមួយយើង mark នៅកន្លែងនេះមួយយើង mark អូខេចំអានេះវាដាច់បាត់ហើយផ្សេងនេះ 5
use why user why use giống như trong mạc cái này trong máy cái dương ai đã nâng bán về user máu cái lên kia cho bán color về kho kế chẳng user m này ok ở đây ta thêm một thêm small anh ấy sẽ hiện này sẽ tới vì món rồi sẽ tốt ok nhầm dù ý mà lại khăn ít dạ bởi vì trong mu thích dưới còn mu ấy để dương trong select này hay dương mú dương select về chân thấy dương trực bị đón hay dương OV máu đi khi cho nút hết hay đã khăn được mong tới sao khơi nhà so nó bây giờ vì tôi trên cái thông với tôi chứ nó cứ thích small chứ admin này chẳng thế nên ở này ai vô thêm nâng từ tại bán này anh mơ từ lời này bán lại vô từ tại bán của thế tôi nâng style từ lời so nó bia mình chỉ sòng khăn kháng nhiều để chết dương nâng ta CSS lấy dương cho màu sòng khăn bảo dưỡng cứ để tôi nâng schematic layout nhưng tôi chỉ tự bật này ok chừng ấy cái schematic layout ra về thế ấy schematic layout គឺប្រើសម្រាប់ describe structure របស់ website របស់យើងហ្មងយល់អូខេខ្ញុំបើកឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលហ្មងណា schematic layout text ភាពខ្ញុំប្រៀបធៀបគ្នាពីរនេះជា website ឃើញរូបរាងវាដូចគ្នាមានប្រដេកមានក្នុងប្រអប់តែអានេះ non schematic HTML អានេះ schematic វាខុសគ្នាត្រង់មិននេះអញ្ចឹងតើតើទៅនឹង schematic ហ្នឹងនៅពេលដែលយើងប្រើវាគឺយើងចង់ឲ្យ website របស់យើងនៅពេលដែលឲ្យខាង browser ខាង Google គេមើលទៅគេដឹងគេឃើញ tag header ក្នុង header ហ្នឹងមានអីគេមាន section មាន main អញ្ចឹងបើសិនជាយើងធ្វើ block ធ្វើអីអញ្ចឹងវា rank បានន័យថានៅពេលដែលយើងមាន blog website website របស់យើងវានឹង suggest លើយល់ព្រោះថាយើងប្រើអាហ្នឹងវាត្រឹមត្រូវបើយើងប្រើ div វាដូចគ្នាពេកអញ្ចឹងខាង website គេអត់ដឹងថាយើងចាំបានន័យថាមិនទេព្រោះគេពេលគេ suggest គេមិនយកមនុស្សមក suggest ណាគេប្រហែលជាមាន AI ឬក៏មានអីគេ suggest ទៅគេមាន assign គេមើល assign មើល main មើល article របស់ website យើងហ្នឹងមិនអូខេឥឡូវយើងមកមើល website new វិញម្ដងអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាទៅនឹង website new ហ្នឹងអញ្ចឹងនេះម្ដងនេះអីគេនេះអីគេលើនេះអីគេខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអូខេទៅនឹងកណ្ដាលនេះគេហៅថា main page គឺយើងចង់ឲ្យ content មេតិការបស់យើងនេះរូបរបស់នឹងឬក៏របស់អីដែលយើងចង់ឲ្យឃើញហ្នឹងគឺយើងដាក់នៅ main page អូខេសម្រាប់ assign នេះ assign គឺវានៅខាងគៀនអូខេយើងដាក់ទៅគៀនអញ្ចឹង main page អញ្ចឹងបើសិនជា suggest ទៅ Google មកមើល main page variant main page ហ្នឹង main page ចង់និយាយពីអីអញ្ចឹងវាដឹងអូខេអានេះគេហៅថា main page ហើយទៅនឹងអានេះគេហៅថា nail bar ហើយយើងមើលនេះកណ្ដុះលើនេះដិតធំហើយស្រាប់តែពេលនេះភ្លឺអញ្ចឹងនេះមកទាំងអស់នេះគឺជា header take header របស់យើងអូខេនេះ take header អញ្ចឹងអានេះ take header តែគេអត់កំណត់ថាអ្នកនរគ្នាត្រូវប្រើ div ឬក៏ត្រូវប្រើ schematic ទេអូខេតែឥឡូវយើងមកយល់ពី schematic schematic take អូខេអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវស្គាល់នៅពេលដែលយើង develop website យើងប្រើប្រាស់ schematic take គឺវានិយាយថាវា professional អញ្ចឹងយើង scroll down អូខេ maybe អានេះអត់មានទេអញ្ចឹងយើងទៅ website ខ្មែររបស់យើងឃើញគេ diamond អញ្ចឹងដូចគ្នានេះនៅខាងលើនេះគឺ header អូខេនៅកណ្ដាលនេះគឺ main content នេះគាត់ចង់បង្ហាញយើងនៅក្នុង main អញ្ចឹងគាត់នៅក្នុងនេះអត់មាន assign ទេអញ្ចឹង scroll មកscroll ដល់ក្រោមយើងឃើញមាន apply អត់នេះមកកណ្ដាលនៅក្រោមនេះគឺគេហៅថា footer វានៅខាងក្រោមយកតែម្ដងគឺគេប្រើសម្រាប់គេហៅអីគេគឺថាយើងប្រើសម្រាប់ប្រាប់គេនៅចុងបញ្ចប់នៃគេហទំព័ររបស់យើងនៅ website របស់យើងនៅចុងបញ្ចប់នេះយើងចង់បង្ហាញឲ្យដល់គេយើងចង់ប្រាប់គេមិនអញ្ចឹងអូខេអញ្ចឹងយើង
ចូលមក topic យើងវិញណាមិញខ្ញុំយល់អ្នកនរគ្នាឲ្យយល់ណាអូខេមកថែមអូខេមួយនេះអូខេអញ្ចឹងយើងមាន tag ទាំងអស់នេះយល់តាមតួបែបហ្នឹងអត់បើសិនជាអត់ចូលទេអាច comment សួរនៅក្នុងវីដេអូបានវាគឺជា website របស់យើងអញ្ចឹង website គឺវាតែងតែមាន layout យើងមិនអាចធ្វើ website ចង់ដាក់ header ចង់ដាក់អក្សរចង់ដាក់រូបភាពដាក់អីញ៉ៃមកយើងគិតថាវាស្អាតអត់វាមើលមកអត់ស្អាតទេអញ្ចឹងយើងត្រូវការធ្វើទៅលើ layout យក layout អញ្ចឹងខ្ញុំមាន website មួយខ្ញុំមាន website មួយយើងធ្វើជា example ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងនេះឥឡូវនេះគឺជា header អានេះជា neo bar គឺយើងនឹងរៀនដល់ neo bar ហើយនេះគឺជា section ហើយ section ហ្នឹងគឺនៅក្នុង main នេះយើងមើលអាប្រទេសសធំនេះអញ្ចឹងអាហ្នឹងគឺជា main content ហើយអាក្រោមនេះគឺជា footer អូខេហើយ website បែបហ្នឹងគឺចង់ស្អាតអញ្ចឹងយើងចាំសិនតិចយើងនឹងដល់ CSS យើងនឹងចូលទៅដល់អាធ្វើបែបហ្នឹងអញ្ចឹងយើងគ្រាន់តែមកស្គាល់ជាមួយនឹង layout ឲ្យហើយអូខេឥឡូវអ្នកទាំងអស់គ្នាខ្ញុំគាត់ថាស្គាល់ layout website ណាបើមិនទាន់ច្បាស់ក៏វាមិនធ្វើទេតិចទៀតយើងនឹងរៀនបន្ថែមទៅនឹង layout នៅពេលដែលយើងដល់ CSS អញ្ចឹង take head អញ្ចឹងខ្ញុំបញ្យល់នៅនេះតែម្ដង take head ហ្នឹងគឺយើងឃើញហើយមិញ header ហ្នឹងគឺយើងដាក់នៅលើ website របស់យើងនេះដាក់នៅលើ website នេះហ្នឹងគឺយើងប្រើ take header អូខេហើយ main page គឺនៅត្រង់នេះហើយយើងចុចមើលយ៉ាអូខេនេះមើលនេះ body គេ click លើ main នេះ main នេះ main នេះឃើញអត់ឃើញ main ហ្នឹងអត់នេះ main ណានេះ main អញ្ចឹងនៅក្នុង main មាន section នេះ section ណា section មួយ section ហើយនៅក្នុង section វាមាន article នេះឃើញ item នៅក្នុងហ្នឹងគឺជា article អូខេយើងបិទវិញអូខេអញ្ចឹងនេះ take header ហ្នឹងគឺយើងប្រើបែបហ្នឹងគឺដាក់នៅ head នេះអញ្ចឹង main section នៅក្នុងហ្នឹងហើយយើងមាន article មានអីមានអីអញ្ចឹងចាត់ទុកថានេះជា content អូខេអញ្ចឹងបើសិនជាសួរខ្ញុំថាបងយើងត្រូវទៅសេមិនដើម្បីឲ្យវាត្រូវតាមនឹងគឺយើងមានតែចងចាំនៅ structure របស់វាគឺយើងមានតែរៀនសរសេរវាហើយយើង practice វាយើងមាន header អញ្ចឹងឃើញអត់ឥឡូវយើងមើលមកក្រោមឥឡូវខ្ញុំ comment អានេះចោលខ្ញុំសរសេរជា example ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹង header ហ្នឹងយើងចង់បង្ហាញពីអីអញ្ចឹងវាស្អាតអញ្ចឹងមកដល់ថា my first web page អូខេ my first web page អញ្ចឹងអាហ្នឹងវាដូចជាអ្វីដែលយើងចង់ប្រាប់គេថា website ហ្នឹងជា website អីអូខេយើងចូលមកដល់ក្រោមយើងមាន main ហ្នឹងដូចខ្ញុំនិយាយអញ្ចឹង main ហ្នឹងគឺ main content នៅពេលដែលយើងចង់បង្ហាញអីនៅក្នុង website របស់យើងគឺយើងដាក់នៅក្នុង main អូខេយេហាសាក់ AI នេះវិញអញ្ចឹងយើងនៅក្នុង main យើងចង់មាន section យើងចង់មាន section ក៏បានដែរsection នេះ section យើងអាច design មួយ section មួយ page ហ្នឹងក៏បានដែរពេលយើង scroll ទៅក្រោមចេញមក section ក្រោម section អញ្ចឹងយើង declare section មកយើងបាន section នៅពេលដែលយើងបាន section ហើយយើងចង់បង្ហាញ item នៅក្នុងហ្នឹងព្រោះមួយ section វាមិនប្រកាសថាមានតែមួយ item ទេយើងមើលនេះបើសិនជាបងនេះបើ section គាត់មើលគាត់មាន item ច្រើនឃើញអត់អញ្ចឹងយើងធ្វើការដាក់ទៅលើ article tag អូខេអញ្ចឹង section នេះមាន article មួយឥឡូវខ្ញុំដាក់យ៉ាabout me អញ្ចឹងចុះអញ្ចឹង section នេះ
និយាយពី about me ហើយក៏នៅក្នុង article មួយនេះនេះបិទ article នៅណាបិទ article select បិទ tag អញ្ចឹង article នេះគឺ about me ឥឡូវមួយទៀតមក article ទៀត my project អូខេឥឡូវយើងនិយាយទៅប៉ុណ្ណឹងតើមកយើងមាន section មួយទៀតឥឡូវយើងថាចប់ section này យើង HR មួយវាអូខេយើងចូលមក section ទៀតអានេះវិញលឿនម៉េslash យ៉ា section អូខេអញ្ចឹងអានេះ section ទី2អញ្ចឹង section ទី2យើងចង់បង្ហាញអីទៅគេនេះជាnóiយើងមាន article តើមកយើងមាន article នេះ contact me you can reach me at គេយើងបិទ article មួយ AI ញ៉ៃមែនវិញអញ្ចឹងនេះមក section ទៀតចឹងនៅពេលដែលយើង design website គឺយើងធ្វើបែបហ្នឹងគឺយើង say បែបហ្នឹងអូខេម្ដងទៀត section គឺនៅក្នុង main content នៅក្នុងមួយ section អាចមានច្រើន article អូខេទៅមកយើងចង់ដាក់អីទៀតនៅក្នុង article ហ្នឹងគាត់ថាយើងចង់ដាក់ div មួយយើងសេ div យើងដាក់អូខេឥឡូវយើងដាក់តែ div ចាស់ហើយយើងចង់បង្ហាញអីគេនៅក្នុង div ហ្នឹងហើយខ្ញុំដាក់ background color blue set width 100ហើយ50បាត់នេះខ្ញុំtênណាពី100អីលោក ph ចុះនេះអត់ដែរអញ្ចឹងអូអត់បាត់ទេអីបាត់ទេតា sorry វាអត់មានអក្សរយើងដាក់ធ្វើអីមួយវាថាអូខេទៅតាមវាសិនអូខេអញ្ចឹងនេះយើងអាចទៅធ្វើ div នៅក្នុងនឹងបានវាមិនជាបញ្ហាអីនេះយើងតម្លើងដល់ព្រមវីដយើងអត់នេះតម្លើងបានអញ្ចឹងចាំដល់ CSS យើងនឹងធ្វើថែមទៀតអញ្ចឹងនៅក្នុងនេះគឺយើងអាច add អីបានថែមនៅក្នុង div នឹងវាមាន paragraph អីច្រើនអញ្ចឹងណាអញ្ចឹងនេះគឺនៅក្នុងមក article អញ្ចឹងយើងមាន article ហើយយើងចង់ថែម article ទៀតក៏បានដែរអូខេអញ្ចឹងនេះគឺជា schematic layout គឺការដាក់ទៅលើ layout នៃ website របស់យើងដោយសារតែឥឡូវនេះយើងអត់ទាន់មាន CSS អញ្ចឹងទៅខ្ញុំវាពិបាកនៅក្នុងការប្រាប់ទាំងអស់គ្នាតែអត់អីទេនៅពេលដែលចប់ HTML ខ្ញុំនឹងបង្រៀន CSS អញ្ចឹងនៅពេលដែលយើងរៀន CSS យើងនឹងស្គាល់កាន់តែច្បាស់នៅក្នុងការធ្វើ website ហ្នឹងវាបែបណាព្រោះឥឡូវបានតែត្រឹមបង្ហាញអ្នកនរគ្នាដោយសារតែយើងអត់ទាន់ដាក់ style បានអូខេអញ្ចឹងវីដេអូខ្ញុំនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគឺខ្ញុំចង់បង្ហាញទាក់ទងទៅនឹង formatting text ជាមួយនឹង semantic layout អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអ្វីជាចម្ងល់អ្វីអាច comment សួរនៅក្នុងវីដេអូបានអរគុណច្រើននៅក្នុងការមើលវីដេអូនេះ